ចាជំរាបសួរមកពីបងប្អូនទាំងអស់គ្នានៅថ្ងៃនេះគឺថានាងខ្ញុំចង់បង្ហាញបងប្អូនពីរបៀបជិះរថភ្លើងនៅក្នុងប្រទេសយុរ៉ុបបងប្អូនណាចានេះជាប្រភេទរថភ្លើងលឿនដែលអាចឆ្លងប្រទេសបានបងប្អូនណាចាដូច្នេះថ្ងៃនេះគឺថានាងខ្ញុំក៏បានធ្វើដំណើរចេញពីទីក្រុងម៉ាឌ្រីតប្រទេសស្ប៉េនទៅកាន់ទីក្រុងបាសេឡូណាក្នុងប្រទេសស្ប៉េនបងប្អូនណាចាដូច្នេះគឺថានាងខ្ញុំធ្វើដំណើរនៅក្នុងប្រទេសចាការធ្វើដំណើរតាមរថភ្លើងនេះគឺថាលក្ខណៈខុសគ្នាបន្តិចពីធ្វើដំណើរតាមយន្តហោះបងប្អូនពេលធ្វើដំណើរតាមយន្តហោះយើងត្រូវទៅរកមើល gate number បងប្អូនណាចំណែកការធ្វើដំណើរតាមរថភ្លើងនេះគឺថាយើងត្រូវទៅរកមើល platform number វិញបងប្អូនចាហើយការមកចាំនៅស្ថានីយ៍រថភ្លើងនេះគឺរយៈពេល1ម៉ោងមុនបងប្អូនណាចាពេលរថភ្លើងមកដល់គឺថាបងប្អូនអាចចុះមករកមើលcoach number យើងបងប្អូនណាគឺថាទូលេខប្រមាណនេះថាបងប្អូនត្រូវធ្វើដំណើរហ្នឹងបងប្អូនរកមើលទូហ្នឹងចាឥឡូវនេះខ្ញុំបានមកដល់ហើយបានចូលដល់ក្នុងរថភ្លើងឲ្យបងប្អូនគឺថារថភ្លើងគេហ្នឹងវែងហើយទៅស្រស់ស្អាតបងប្អូនណាដាក់អីវ៉ាន់នៅខាងលើបងប្អូនចាហើយទេសភាពគឺថាឃើញដូចយើងជិះនៅតាមរថយន្តក្រុងចឹងបងប្អូនឃើញមានភ្នំមានឃើញចំការអញ្ចឹងបងប្អូនណាជួនកាលក៏ឃើញមានប្រទេសប្រជាជនផងដែរហើយក៏មាន tunnel ផងដែរបងប្អូនណាចាឥឡូវនេះខ្ញុំបានធ្វើដំណើរមកដល់ផ្ទះវិញបងប្អូនក៏មកកាត់បន្លែយកមកទុកញ៉ាំចាមានផ្លែត្រប់ចាផ្លែត្រប់នឹងផ្លែចិត្តអស់ដែរបងប្អូនចាតពីបានបេះផ្លែត្រប់រួចហើយខ្ញុំក៏បានមកបេះផ្លែឃ្លោកនៅសល់មួយបងប្អូនណាចាហើយក៏មានបេះផ្លែពេញប៉ោះផងដែរបងប្អូនចាដូច្នេះនេះខ្ញុំសូមអរគុណជម្រាបលាបងប្អូនណាចាបាយបាយ